មករងងារភក់ជូនបងនៅខាងភ្នំពេញគាត់កំងងារភក់5គីឡូហើយនេះដែរគឺជាសកម្មភាពដែលខ្ញុំមករងងារភក់គឺនៅតាមមាត់សមុទ្របងប្អូនគ្នាគឺនៅតាមតំបន់ដែលខ្ញុំធ្លាប់រដងអញ្ចឹងហើយបងប្អូនមិនបាច់ឆ្ងល់ទេវីដេអូនេះគឺរៀងដដែលទេហើយក៏សួស្តីបងប្អូនអរគ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតហើយបាទហើយសម្រាប់ថ្ងៃនេះដែរគឺអត់មានអីប្លែកទេបងប្អូនអរគ្នាដោយសារតែខ្ញុំមករងឯភក់ទៀតហើយដោយសារតែមានខាងបងស្រីនៅខាងភ្នំពេញគាត់កំងងារភក់ខ្ញុំ5គីឡូហើយក៏កំងខ្យងដៃគោដែរហើយសម្រាប់ខ្យងដៃគោនេះគឺខ្ញុំប្រាប់គាត់ថាខ្ញុំអត់យកលុយទេខ្ញុំរើសជូនបងបានអញ្ចឹងហើយគាត់ថាបើខ្ញុំរើសជូនគាត់គឺគាត់អត់យកទេអញ្ចឹងហើយគាត់មានតែទិញខ្ញុំអញ្ចឹងហើយគឺតាមទឹកចិត្តខាងបងស្រីគាត់ចង់ឲ្យប្រហែលគឺខ្ញុំយកប៉ុណ្ណឹងគឺខ្ញុំអត់ទៀមទាទេគឺសម្រាប់ខ្យងដៃគោតែសម្រាប់ងារភក់គឺខ្ញុំលក់ធម្មតាអញ្ចឹងបងប្អូនគ្នាហើយថ្ងៃនេះគឺយើងមករកងារភក់នេះគឺខ្ទង់ម៉ោង5បងប្អូនគ្នាដោយសារអីដោយសារតែទឹកលាជគឺម៉ោង5តែម្ដងគឺមករកម៉ោង5នេះរកតែ1ម៉ោងទេជាមួយនឹងបងប្រុសហើយខ្ញុំអត់បានចូលជាមួយទេបងប្អូនគ្នាហើយចូលតែបងខ្ញុំទេហើយរកនេះដែរគឺរកនៅក្លុកទេបងប្អូនគ្នាគឺងារភក់ឥឡូវវាចេះពូនវាគឺនៅតែក្នុងក្លុកទេបងប្អូនគ្នាចឹងហើយគឺយើងរកងាយស្រួលមែនតើតែម្ដងគឺអត់នៅក្នុងផុកអត់នៅក្នុងអីពិបាកទេវានៅក្នុងក្លុកទូយទេបងប្អូនគ្នាចឹងហើយគឺយើងយកដៃឆ្កឹះវាទៅគឺបានហើយបងប្អូនគ្នាគឺយើងរាវផងឲ្យផងប៉ះវាអញ្ចឹងគឺមានអីចឹងហើយងារភក់ខ្លះក៏យើងដើរទៅជួបមាត់ងារភក់អញ្ចឹងទៅក៏យើងរើសឆ្កឹះធម្មតាអញ្ចឹងបងប្អូនគ្នាហើយដែរយើងរាវក្នុងភក់អញ្ចឹងបងប្អូនគ្នាភក់ក្លុកទូយទេតែវានៅគឺមួយដងមួយបងប្អូនគ្នាគឺធំមែនតើតែម្ដងហើយសម្រាប់ថ្ងៃនេះគឺរើសផ្ញើជូនបងស្រីនៅខាងភ្នំពេញគឺគាត់ប្រកាសជាឆ្ងាញ់ហើយដោយសារតែគាត់អត់ដែរហូបពីមុនទេអញ្ចឹងហើយគឺខ្ញុំប្រាប់គាត់ផងថាបងយកតែឆាក្តៅក៏បានយកអាំងជាមួយនឹងទឹកត្រីកោះកុងក៏បានគឺហូបបានទាំងអស់បងប្អូនគ្នាគឺគាត់អត់ដែរហូបអញ្ចឹងហើយគឺគាត់រៀងសួរយើងតិចឯងដោយសារតែយើងអ្នកលក់អញ្ចឹងហើយគឺយើងតែប្រាប់ភ្ញៀវអញ្ចឹងហើយបើសិនជាបងប្អូនមិនដែរហូបឬក៏មិនចេះធ្វើអញ្ចឹងហើយពុកម៉ែបងប្អូនអាចមើលវីដេអូខ្ញុំចាស់បានគឺខ្ញុំធ្វើងារភក់គឺច្រើនមែនតើតែម្ដងគឺមានតែឆាក្តៅឆាគ្រឿងកែងផងនិយាយទៅស្ងោរជ្រក់ផងគឺច្រើនមែនតើតែម្ដងចឹងហើយគឺបងប្អូនអាចមើលវីដេអូចាស់បានហើយនេះដែរគឺជាសកម្មភាពដែលខ្ញុំរកងារភក់បងប្អូនគ្នានៅតាមក្លុកចឹងបងប្អូនគ្នាគឺងារភក់គឺវានៅតាមក្លុកទេចឹងហើយគឺយើងមិនបាច់រកអីញ៉ៃច្រើនទេយើងរកតែក្លុកណាទូចចឹងហើយយើងយកដៃទៅកាយទៅច្បាច់ទៅអីចឹងបងប្អូនគ្នាគឺបានហើយពីមុនយើងសបោគឺយើងមើលមាត់មើលអីចឹងទៅគឺវាមានច្រើនចឹងបងប្អូនគ្នាភាសាឥឡូវនេះគឺខាងបងប្អូនគាត់ដឹងតំបន់ចឹងហើយគឺយើងរកមិនសូវបានទេគឺយើងពិបាករកមែនតើតែម្ដងហើយនេះបងស្រីគាត់រកតាំងពីព្រឹករហូតដល់ល្ងាចគឺគាត់មិនទាន់ទៅផ្ទះទេហើយសម្រាប់ខ្ញុំគឺរកតែ5គីឡូទេចឹងហើយគឺខ្ញុំគ្រប់ចំនួនហើយដោយសារតែខ្ញុំដឹងទីតាំងហើយខ្ញុំដឹងកន្លែងរកហើយមិនរាវមិនអីទេគឺខ្ញុំដឹងក្លុកវាមានច្រើនអញ្ចឹងដោយសារតែមានបងប្អូនគាត់អត់សូវរកនៅក្នុងក្លុកទេបងប្អូនអរគ្នាបាទបងឥឡូវខ្ញុំរើងារផុកបានបងប្អូនងារផុកឥឡូវបានមក5គីឡូតែ5គីឡូយើងយកតែຂະຫນាតនេះទេនេះខ្ញុំមើលជូនបងប្អូនដែលគាត់ទិញ5គីឡូហើយអាតូចខ្ញុំអត់ទាន់ដាក់ទេដោយសារវានៅច្រើនណាស់នេះខ្ញុំអត់ទាន់រើសទេឥឡូវខ្ញុំទុកធុងនេះខ្ញុំដឹកយកទៅកន្លែងរើសខ្យងដៃគោទៀតបងប្អូនព្រោះអានេះគាត់ទិញ5គីឡូដល់អញ្ចឹងខ្ញុំទៅរើសខ្យងដៃគោបន្ថែមឲ្យគាត់ទៀតខ្ញុំព្រីខ្យងដៃគោគាត់5គីឡូទៀតបងប្អូនតោះបងប្អូនបន្ទាប់ពីខ្ញុំរកងារភក់បាន5គីឡូជាងហើយចឹងហើយគឺយើងមកដល់តំបន់ដែលយើងត្រូវរើសខ្យងដៃគោដើម្បីជូនបងស្រីផងដែរហើយសម្រាប់កន្លែងដែលខ្ញុំរើសខ្យងដៃគោនេះគឺខ្ញុំធ្លាប់ថតឲ្យបងប្អូនបានទស្សនាហើយចឹងហើយសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំបានថតការរើសការអីដើម្បីឲ្យបងប្អូនបានទស្សនាទេគឺខ្ញុំចូលហើយខ្ញុំរើសរួចរាល់ហើយក៏ខ្ញុំចេញមកវិញដែរបងប្អូនគ្នាដោយសារអីមេឃវាជិតយប់ហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើន